សួស្តីមកទាំងគ្នាខាងក្រោមនេះគឺជាទឹកដោះដែលខ្ញុំបានបង្កហើយឥឡូវកូនរបស់ខ្ញុំមានអាយុ2 ខែដល់ហើយពេលដំបូងឡើយទឹកដោះរបស់ខ្ញុំអត់សូវមានទេហើយកាលនោះពេលសម្រាប់ភ្លាមខ្ញុំបានទិញសម្ភារៈបូមទឹកដោះសម្រាប់កាត់បូមដៃដើម្បីយកមកបូមវាអត់មានភាពងាយស្រួលទីមួយឈឺហើយទឹកដោះដែលខ្ញុំបូមគឺអត់បានច្រើនទេប៉ុន្តែបន្ទាប់ពីខ្ញុំបានមកដល់ផ្ទះចេញពីពេទ្យមកដល់ផ្ទះខ្ញុំពិភាក្សាគ្នាហើយកូនរបស់ខ្ញុំអត់នឹងដោះអញ្ចឹងគាត់ត្រូវងំទឹកងំបាដោះបាច់ខាតអញ្ចឹងភាសាមួយគ្រូសាខ្ញុំក៏បានជួបជាមួយអ្នកគ្រូជីតាក៏បានប្រឹក្សាឲ្យខ្ញុំបូមដោយប្រើបាបូមទាំងសងខាងហើយតាមការណែនាំរបស់គាត់មានថ្នាំជំនួយទឹកដោះគាត់បានប្រឹក្សាហើយបានធ្វើតាមការណែនាំរបស់គាត់ខ្ញុំទទួលបានលទ្ធផលល្អគឺកូនទឹកដោះសុទ្ធ 100% ហើយកូនរបស់ខ្ញុំអត់អស់ទេទឹកដោះខ្ញុំបូមច្រើនអានេះបន្ទូលឡើងពេញហើយនៅក្នុងទូនេះទៀតហើយគាត់រងថ្ងៃនេះទឹកដោះតែខ្ញុំទឹកដោះតែខ្ញុំបូមនឹងអស់ផងអញ្ចឹងខ្ញុំប្រកបបានច្រើនហើយបន្ទាប់ពីហ្នឹងខ្ញុំលែងបារម្ភរឿងកូនបើនគោឈឺច្រើននេះទៀតហើយព្រោះខ្ញុំបានឲ្យកូនទឹកដោះខ្លួនឯងដែលជួយឲ្យគាត់មានសុខភាពល្អហើយឡើងគីឡូបានល្អអញ្ចឹងចង់អរគុណដល់អ្នកគ្រូជីតាដែលបានប្រឹក្សាយ៉ាងល្អចំពោះការបូមទឹកដោះនេះដល់កូនរបស់ខ្ញុំហើយបើសិនជាម៉ាក់ចង់ឲ្យកូនទឹកដោះហើយមានបញ្ហាទាក់ទងមួយទឹកដោះសូមតាក់ទងមកអ្នកគ្រូជីតាមកនឹងទទួលបានផលល្អនេះដែរអរគុណ